បាទសូមគោរពពុកម៉ែបងប្អូនជាទីគោរពនិងជនរួមជាតិជាទីស្នេហាតេតិនជាមួយនឹងការវិវត្តចុងក្រោយនៃស្ថានភាពនយោបាយរបស់ប្រទេសថៃក៏ដូចជាការរៀបចំរដ្ឋាភិបាលថ្មីរបស់គណៈបកនយោបាយក្រោយពីការបោះឆ្នោតយើងគិតថាចាប់តាំងពីថ្ងៃទី8កុម្ភៈមកដល់នឹងថ្ងៃនេះគឺមានរយៈពេលមួយសប្តាហ៍ហើយពីព្រោះថ្ងៃនេះក្នុងคลิปវីដេអូនេះខ្ញុំធ្វើឡើងហ្នឹងគឺប្រលប់ថ្ងៃទី16អញ្ចឹងសរុបមករយៈពេលជិតមួយសប្តាហ៍តែទោះជាយ៉ាងណាក្តីសូមបញ្ជាក់ពុកម៉ែបងប្អូនទីគោរពថារដ្ឋាភិបាលនឹងមិនទាន់ចេញជារូបជារាងឲ្យឃើញជាក់ជាប្រកបប្រមាណទេពីព្រោះនៅមានការធ្វើលិខិតអញ្ជើញបកនយោបាយមួយចំនួនដែលទទួលបានអាសនៈមកដើម្បីនឹងចូលរួមរដ្ឋាភិបាលប៉ុន្តែសួរថារដ្ឋាភិបាលនឹងមានគណៈបកនឹងចូលរួមខ្លះហើយបន្ទាប់ពីអនុทิនឆាមរៈគុណទទួលបាន193អាសនៈហើយភឿថៃទទួលបាន74អាសនៈហើយនឹងគណៈបកនយោបាយដទៃទៀតទទួលបានហូរហែតាមនឹងបើនេះខ្ញុំរាប់តែគណៈបកដែលនឹងរៀបចំចូលដៃយកជើងគ្នាជារដ្ឋាភិបាលចម្រុះជាមួយនឹងអនុทินអញ្ចឹងឥឡូវនេះភឿថៃចូលហើយចូលជាមួយនឹងភូមិใจไทยហើយនៅបកพลังประชารัฐទទួលបានប្រមាណជា5អាសនៈហើយនឹងបករបស់មួយឈ្មោះរាំងស៊ីប្រធានបកសេដ្ឋកិច្ចហ្នឹង3អាសនៈហើយនឹងបកនយោបាយតូចប្រមាណជា5អាសនៈទៀតបូកចូលគ្នាទាំងអស់មកគឺអាចបង្កើតរដ្ឋាភិបាលបានហើយសរុបជាតួលេខមកប្រមាណជា281អាសនៈអញ្ចឹងសល់ប្រមាណទៀតហ្នឹងគឺអាចនឹងបកប្រឆាំងឬក៏អាចចូលជាមួយរដ្ឋាភិបាលចម្រុះបន្តសូមបញ្ជាក់ថាមកត្រឹម281អាសនៈនេះអាចបង្កើតរដ្ឋាភិបាលបានអាចធ្វើនាយករដ្ឋមន្ត្រីបានប៉ុន្តែមិនមែនបានន័យថាអាចនឹងឆ្លងសភានៅច្បាប់មួយចំនួននៅការធ្វើវិសោធនកម្មក្តីធ្វើសេចក្តីព្រៀងច្បាប់ក្តីប៉ុន្តែទោះជាយ៉ាងណាក្តីមកទល់នៅថ្ងៃនេះរយៈពេលមួយសប្តាហ៍ហើយក្រោយពីការបោះឆ្នោតប៉ុន្តែរដ្ឋាភិបាលរបស់ថៃហ្នឹងគឺនៅវែងឆ្ងាយទៀតពីព្រោះថាប្រកាសបេក្ខភាពតំណាងរាស្ត្ររបស់សមាជិកតំណាងរាស្ត្ររបស់ថៃទាំង500រូបហ្នឹងពីគណៈកម្មាការជាតិរៀបចំការបោះឆ្នោតរបស់ថៃហ្នឹងនៅមិនទាន់ប្រកាសនៅឡើយទេបើខ្ញុំស្មានមិនខុសទេរហូតដល់ថ្ងៃអាចនឹងថ្ងៃទី16ខែមេសាខាងមុខទើបលទ្ធផលនៃការបោះឆ្នោតក៏ជាផ្លូវការផាកពិន័យផ្សេងពាក្យដឹងដល់ផ្សេងអីផ្សេងទាំងការប្រកាសធានាអះអាងសមាជិកភាពរបស់សមាជិករដ្ឋសភាតំណាងរាស្ត្រហ្នឹងដើម្បីនឹងបើកការប្រជុំសម័យសភាពេញអង្គសម្រាប់ប្រទេសថៃជ្រើសរើសប្រធានសភាអនុប្រធានសភាទី1និងអនុប្រធានសភាទី2ដោយដែលខ្ញុំបានធ្វើคลิปវីដេអូកន្លងមកបញ្ជាក់ជម្រាបជូនបងប្អូនអញ្ចឹងឥឡូវនេះមិនទាន់ឈប់ប៉ុណ្្នឹងទេ281អាសនៈប៉ុន្តែមិនទាន់ពេញចិត្តប្រហែលទេសម្រាប់អនុทินឆាមរៈគុណសម្លេងត្រឹមប៉ុណ្្នឹងនៅក្នុងសភាលើសពី250បូក1តែបន្តិចទេឥឡូវអញ្ជើញគណៈបកក្លាធម្មអញ្ចឹងលោកធម្មណាត់ក្នុងនាមជាប្រធានបកមិនទាន់យល់ព្រមនៅក្នុងរូបភាពណាមួយនៅឡើយទេអត់ហើយក៏ជូនដំណឹងទៅក៏ស្ងាត់ឈឹងអញ្ចឹងអនុทินដើម្បីបានសម្លេងបន្ថែមមានតែនោះទៅជ្រើសរើសបកនេះហើយចែកចៅជាមួយនឹងបកប្រជាធិបតេយ្យឬប្រជាធិបតេយ្យរបស់អភិសិទ្ធវិជ្ជាជីវៈពីព្រោះមានប្រមាណជា22អាសនៈដែរអញ្ចឹង50ប្រមាណជាងអាសនៈរបស់បកក្លាធម្មដែលទទួលបានលើសពីការរំពឹងទុកហ្នឹងហើយនឹងបកផ្សេងទៀតហ្នឹងមិនដឹងជាបកណាចូលរួមទៀតទេប៉ុន្តែដែលចូលរួមហើយគឺ281បក281អាសនៈអញ្ចឹងមានប្រមាណជា10បកដែលចូលរួមអញ្ចឹងគណៈបកដែលចូលរួមហ្នឹងគឺបង្កើតរដ្ឋាភិបាលចម្រុះហើយចែកសម្លេងគ្នាចែកកៅអីតួនាទីចែកកូតាគ្នាដូចជាតំណាងរាស្ត្រ10រូបទទួលបានមួយរដ្ឋមន្ត្រីអីចឹងទៅ10អាសនៈ10អាសនៈមករដ្ឋមន្ត្រីល្មមឬក៏អនុរដ្ឋមន្ត្រីអីជាដើមហោហែនឹងបែងចែកតាមនឹងទៀតប៉ុន្តែពេលវេលានៅយូរនៅឡើយទេហើយពាក់ព័ន្ធជាមួយនឹងតម្រាំតែមានរដ្ឋាភិបាលមួយដែលមានសមត្ថភាពពេញលេញនិងមានសក្តានុពលពេញលេញក្នុងការធ្វើការងារជាច្រើនហោហែអញ្ចឹងនៅយូរទៀតទេមិនទាន់ឆាប់ប្រមាណទេប៉ុន្តែអ្វីដែលពុកម៉ែបងប្អូនសួរមកខ្ញុំថាតើ
រដ្ឋាភិបាលចេញជារូបជារាងណាឥឡូវចេញជារូបរាងបណ្ដាបណ្ដាហើយមានភូមិใจไทยគាត់បោះមេហើយនឹងបន្តមកទៀតភឿថៃហើយនឹងបកพลังประชารัฐហើយបកសេដ្ឋកិច្ចនឹងបកតែទួលបានទួយតែទួលបានអាសនៈនេះប្រហែលជា5បកនេះចឹងជិត10គណៈបកហើយដែលបង្កើតរដ្ឋាភិបាលចម្រុះអាសនៈបូកជារួមប្រហែលជា281អាសនៈនេះជាលទ្ធផលបដោះអាសន្នជារឿងបដោះអាសន្ននៅឡើយទេពីព្រោះនឹងមានការដោះដូរមានការចែកក្អីគ្នាត្រូវអញ្ចឹងហើយបកនយោបាយមកផ្សេងទៀតក៏ត្រូវចែកក្អីរដ្ឋមន្ត្រីចែកក្អីអនុរដ្ឋមន្ត្រីហូហែទៀតអញ្ចឹងមិនដឹងជាអញ្ជើញក្លាធម្មដឹងមកអត់ទេប៉ុន្តែបើក្លាធម្មមកនឹងរដ្ឋាភិបាលនេះអាចមានស្ថិរភាពពីព្រោះក្លាធម្មទួលបានជាង50អាសនៈដែរគឺអាចនឹងល្អច្រើនសម្រាប់រដ្ឋាភិបាលអនុทินប៉ុន្តែបើបានប្រជាធិបតេយ្យរបស់អភិសិទ្ធប្រជាជីវៈមកហ្នឹងក៏ល្អដែរប៉ុន្តែដោយឡែកបកប្រជាជនទៅប្រឆាំងដែរអញ្ចឹងអ្វីដែលនេះអ្វីដែលប្រជាធិបតេយ្យឬក៏បករបស់អភិសិទ្ធប្រជាជីវៈថាបើមិនចូលរួមរដ្ឋាភិបាលទេទៅប្រឆាំងជាមួយបកប្រជាជននឹងអញ្ចឹងយើងនៅតែបន្តតាមដានរបស់គ្នាហើយពាក់ព័ន្ធជាមួយនឹងរឿងមួយទៀតដែលពុកម៉ែបងប្អូនបានសួរខ្ញុំបាទតេតិនជាមួយនឹងរឿងស្ថានភាពកម្ពុជាថៃខ្ញុំនឹងនិយាយនៅក្នុងវីដេអូក្រោយគណៈពេលនេះសូមអរគុណ